ចាសសូមស្វាគមន៍ទស្សនិកជនមកកាន់វគ្គកិច្ចសម្ភាសភ្ញៀវដែលសម្រាប់ភ្ញៀវនៅក្នុងថ្ងៃនេះគឺលោកស្រុនស្រនអ្នកបង្កើតក្រុម Chem Asia ស្ដីពីការដាក់បញ្ចូលនៅអ្នកដែលស្រឡាញ់ភេទដូចគ្នាទៅក្នុងកម្មវិធីនយោបាយថ្នាក់រដ្ឋាភិបាលចាសដើម្បីជ្រាបច្បាស់អំពីប្រធានបទយើងសូមជួបជាមួយនឹងលោកស្រុនស្រនតែម្ដងជំរាបសួរលោកចា៎ចាអរគុណលោកដែលបានចូលរួមនៅក្នុងកិច្ចសម្ភាសចាតកតងទៅនឹងប្រធានបទនៅការដាក់បញ្ចូលនៅអ្នកដែលស្រឡាញ់ភេទដូចគ្នានៅក្នុងកម្មវិធីនយោបាយជាតិរបស់រដ្ឋាភិបាលនេះតើក្នុងគោលបំណងអ្វីដែរចាបាទតាមពិតពួកយើងព្យាយាមធ្វើការងារប្រហែលជា3ឆ្នាំហើយគំនិតរបស់យើងគឺมันមានគំនិតបែងចែកនៅបកពួកឬក៏ក្រុមទេដោយសារតែគាត់ថាជនជាតិខ្មែរដែលស្រឡាញ់ភេទដូចគ្នាហ្នឹងក៏គាត់ជាកោសិកាមួយនៅក្នុងសង្គមដែរហើយគាត់បានកន្លងមកហ្នឹងគាត់បានចូលរួមជួយសង្គមគ្រប់ផ្នែកទាំងអស់ហើយគ្រប់វិស័យឧទាហរណ៍ថាម្សិលមួយថ្ងៃមួយយើងមានក្រុមស្ត្រីស្រឡាញ់ភេទដូចគ្នាហ្នឹងបានទៅទាត់បាល់ជាកីឡាករបាល់ទាត់ហើយយកបានពានជាមេដាយសម្រិទ្ធជាប់លេខ2ហើយគាត់នឹងបន្តដំណើរទៅប្រកួតនៅប្រទេសវៀតណាមអញ្ចឹងនេះជាចំណែកមួយហើយនឹងមានសមាជិកផ្សេងទៀតដែលគាត់ធ្វើការនៅក្រសួងអប់រំគាត់ធ្វើការនៅក្រសួងវិចិត្រសិល្បៈក្រសួងមហាផ្ទៃហើយនឹងក្រសួងព័ត៌មានដូចជាបងណយសិដ្ឋាបងអូនយាយណាងគាត់ជាសិល្បករដែរហើយគាត់ជាមនុស្សស្រីដែលតែងខ្លួនប្រុសចាអញ្ចឹងការងារដែលពួកយើងបានចូលរួមសង្គមមិនថាផ្នែករដ្ឋាភិបាលផ្នែកអង្គការសង្គមស៊ីវិលឬក៏ផ្នែកឯកជនទេគឺពួកគាត់នៅគ្រប់កន្លែងប៉ុន្តែយើងកន្លងមកអត់មានច្បាប់ណាដែលបានប្រឆាំងនឹងអ្នកស្រឡាញ់ភេទគ្នាប៉ុន្តែអត់មានច្បាប់ការពារដែរអញ្ចឹងពេលដែលមានការរំលោភកើតឡើងមានការរើសអើងចំពោះមនុស្សដែលស្រឡាញ់ភេទដូចគ្នាកើតឡើងនៅក្នុងសង្គមខ្មែរហើយយើងទៅរកឲ្យប៉ូលីស PM ឬក៏មេភូមិមេឃុំជួយគាត់ហាក់ដូចជាពិបាកនៅក្នុងការតើគាត់អាចជួយដោយរបៀបណាចាហើយសម្រាប់ Chem Asia នេះជួយពួកគាត់ពីបញ្ហាអីខ្លះហើយ Chem Asia នេះមានការងារអ្វីខ្លះសម្រាប់នៅក្នុងសង្គមខ្មែរពេលបច្ចុប្បន្ននេះបាទការងាររបស់ក្រមយុវជនអនាគតយុវជនកម្ពុជាអាស៊ានពួកយើងការងារកន្លងមកពួកយើងមានធ្វើការងារ3ទី1គឺយើងផ្ដល់ប្រឹក្សាច្បាប់ឲ្យគាត់បានន័យថាបើសិនបើក្រមមនុស្សដែលស្រឡាញ់ភេទដូចគ្នាឬក៏ឪពុកម្ដាយដែលមានកូនស្រឡាញ់ភេទដូចគ្នាឲ្យគាត់មិនដឹងថាតើដោះស្រាយបញ្ហានឹងជាមួយកូនយ៉ាងម៉េចឬក៏មនុស្សដែលស្រឡាញ់ភេទដូចគ្នាមិនដឹងថាដោះស្រាយបញ្ហាជាមួយឪពុកម្ដាយយ៉ាងម៉េចតាក់ទងផ្លូវច្បាប់ពួកយើងផ្ដល់ប្រឹក្សាឲ្យមានលេខទូរស័ព្ទហើយនឹងមាន Facebook ដែលពួកយើងមាន Facebook ហ្នឹងដាក់ថាវាយតែពាក្យថាប្រឹក្សាច្បាប់នឹងអ្នកស្រឡាញ់ភេទដូចគ្នាទៅឃើញលេចចេញមកហើយនោះគឺជាក្រុមដែលពួកយើងធ្វើហើយចំណុចទី2គឺពួកយើងចងក្រងករណីពីព្រោះការរំលោភសិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមខ្មែរហ្នឹងគឺគ្រប់កន្លែងទាំងអស់ឪពុកម្ដាយខ្លះបង្ខំកូនទៅស្រោចទឹកគាត់ថាកូននឹងឈួតហើយឪពុកម្ដាយខ្លះបង្ខំឲ្យកូននឹងរៀបការឪពុកម្ដាយខ្លះគឺប្រឈប់កូនមិនឲ្យទៅរៀនខ្លាចកូននឹងទៅរៀនពីគេនឹងកូននឹងឈួតហើយឪពុកម្ដាយមួយចំនួនទៀតរហូតដល់តែវាយធ្វើបាបចងកូននៅក្នុងផ្ទះ3ថ្ងៃនៅភ្នំពេញហ្នឹងហើយនៅចិត្តពលានហោះពូជតងថ្ងៃមុននេះឃុំកូន7ថ្ងៃអត់ឲ្យកូនតាណាទាំងអស់ដកទូរស័ព្ទអញ្ចឹងទង្វើទាំងអស់នេះហើយដែលធ្វើឲ្យយើងព្យាយាមចងក្រងករណីទាំងអស់ហ្នឹងដើម្បីយកមកធ្វើជាភស្តុតាងដើម្បីតស៊ូមតិជាមួយនឹងសហគមន៍ទូទៅហើយគិតថារដ្ឋាភិបាលគឺជាចំណែកមួយដែលអាចជួយបានហើយចំណុចទី3ដែលយើងកំពុងធ្វើគឺបើកវគ្គបណ្ដុះបណ្ដាលអំពីតើការស្រឡាញ់ភេទដូចគ្នានឹងមានឥទ្ធិពលអីខ្លះវិជ្ជមានអីខ្លះអវិជ្ជមានអីខ្លះទៅក្នុងសង្គមខ្មែរអញ្ចឹងការបើកវគ្គរបស់យើងជាទូទៅរៀងរាល់ចុងសប្ដាហ៍យើងមានថ្ងៃសៅរ៍ថ្ងៃអាទិត្យឬក៏ជួនកាលយើងធ្វើនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រអាស្រ័យតែពេលវេលាដែលពួកយើងមានចាចំនួនអ្នកដែលចូលរួមនៅក្នុងកម្មវិធីនេះតើភាគច្រើនគាត់ជាអ្នកដែលស្រឡាញ់ភេទដូចគ្នាឬក៏អ្នកធម្មតាអាចទៅចូលរួមបានដែរចាជាទូទៅយើងស្វាគមន៍អ្នកទូទៅសរុបទាំងអ្នកស្រឡាញ់ភេទដូចគ្នាដែរព្រោះគំនិតរបស់យើងគឺធ្វើបែបណាកុំឲ្យមានអំពើហិង្សាឬក៏ការរំលោភសិទ្ធិកើតឡើងឧទាហរណ៍ថាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនកាលថ្ងៃ11ខែ12 2012លោកបានប្រកាសថាកុំឲ្យមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាហើយឧបនាយករដ្ឋមន្ត្រីម៉ែនសំអនក៏ធ្លាប់ប្រកាសថាសូមកុំឲ្យមានការរើសអើងហើយរដ្ឋមន្ត្រីក្រសួងកិច្ចការនារីកាលពីខែ11ឆ្នាំ2013នេះលោកបានទៅទីក្រុងហ្សឺណែវដើម្បីធ្វើការបទវិភាគអំពីថាតើស្ត្រីការលើកកម្ពស់សិទ្ធិស្ត្រីដល់កន្លែងណាហើយលោកគុណថាបវីក៏គាត់បានបញ្ជាក់ដែរថាក្រសួងកិច្ចការនារីគឺបានដាក់បញ្ចូលក្រុមម្នាក់ស្រឡាញ់ភេទដូចគ្នាចូលទៅក្នុងផែនការរបស់ក្រសួងដែរអញ្ចឹងខ្ញុំគិតថានេះគឺជាចំណុចល្អមួយចំនួនដែលរដ្ឋាភិបាលគឺបានចាប់ផ្ដើមបោះជំហានក្នុងការការពារមនុស្សគ្រប់រូបដែលសរុបទាំងជនជាតិខ្មែរដែលស្រឡាញ់ភេទដូចគ្នាផងដែរចាលោកខ្ញុំមានសំណួរតាក់ទងទៅនឹងឈ្មោះ Chem
អាស៊ានចាឈ្មោះ Camp ASEAN នេះមានន័យថាការបង្កើតក្រុមនេះគឺមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅក្នុងអាស៊ានជាមួយនឹងការដាក់បញ្ចូលទៅនឹងអ្នកដែលឆ្លាញ់ភេទដូចគ្នាតើមានប្រទេសណាខ្លះចូលរួមនៅក្នុងកម្មវិធីនេះចាបាទបច្ចុប្បន្នយើងមានទាំងអស់8ប្រទេសហើយយើងមានប្រទេសនៅដីគោកនេះយើងអត់មានតែឡាវទេបាទយើងមានកម្ពុជាវៀតណាមថៃហើយនិងភូមាហើយដីកោះអត់មានតែប្រ៊ុយណេមួយទេចឹងយើងមានម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីនហើយនិងសិង្ហបុរីដែលក្រុមទាំង8ប្រទេសហ្នឹងគឺយើងបានចងក្រងគ្នាក្នុងការធ្វើបែបណាទើបឲ្យរដ្ឋាភិបាលអាស៊ាននឹងទទួលស្គាល់ប៉ុន្តែដើម្បីឲ្យរដ្ឋាភិបាលអាស៊ានទទួលស្គាល់ក៏យើងត្រូវមើលតើថ្នាក់ជាតិរបស់យើងនឹងបានទទួលស្គាល់ដល់កម្រិតណាដែរអញ្ចឹងការដែលយើងព្យាយាមរកវិធីសាស្ត្រធ្វើបែបណាធ្វើការជាមួយរដ្ឋាភិបាលនេះគឺក្នុងកង្វល់មួយគឺបញ្ឈប់អំពើហិង្សាគ្រប់រូបភាពដែលតាក់ទងការរើសអើងទៅលើ gender នឹងឯងចាហើយសម្រាប់ជាបទពិសោធន៍របស់លោកជាមួយនឹងខាងសហគមន៍អាស៊ាននេះតើប្រទេសណាខ្លះទៅតើប្រទេសណាទៅដែលមានចំនួនអ្នកដែលស្រឡាញ់ភេទដូចគ្នានេះច្រើនជាងគេនៅក្នុងតំបន់អាស៊ានយើងនេះចា៎បាទបើនិយាយអំពីចំនួនច្រើនខ្ញុំគិតថាมันអាចបកស្រាយថាប្រទេសណាមានចំនួនច្រើនជាងប៉ុន្តែអ្នកដែលហ៊ានប្រទេសដែលអាចធ្វើឲ្យប្រជាជនខ្លួនឯងដែលស្រឡាញ់ភេទដូចគ្នានឹងចេញមុខច្រើនជាងគេគឺយើងមានប្រទេសហ្វីលីពីនប្រទេសថៃប្រទេសពីរនេះអ្នកស្រឡាញ់ភេទដូចគ្នាគឺគាត់ក្លាហានគាត់ហ៊ាននិយាយអំពីជីវិតខ្លួនឯងដោយសារតែច្បាប់របស់គេហាក់ដូចជាបើកទលាជាងមានលក្ខណៈល្អជាងហើយប្រទេសដែលធ្ងន់ធ្ងរជាងគេគឺប្រទេសប្រ៊ុយណេពីព្រោះប្រ៊ុយណេកាលពីខែ6ឆ្នាំហ្នឹងស្ដេចស៊ុលតង់ទើបប្រកាសដាក់ទោសប្រហារជីវិតចំពោះមនុស្សស្រឡាញ់ភេទដូចគ្នាដោយគប់ដុំថ្មហើយប្រទេសម៉ាឡេស៊ីមួយផ្នែកធំរបស់ប្រទេសម៉ាឡេស៊ីហ្នឹងគឺដាក់ទោសគ្រាន់តែការស្លៀកពាក់បើសិនបើប្រុសស្លៀកពាក់ស្រីអញ្ចឹងគេពិន័យជាប្រាក់ចន្លោះពី$250ទៅ$300ហើយមានទោសជាប់ពន្ធនាគារឃុំឃាំងទៀតអញ្ចឹងគាត់ថាប្រទេសដែលបើកចំហបានច្រើនគឺមានប្រទេសថៃហើយនិងហ្វីលីពីនប៉ុន្តែខ្ញុំភ្ជាប់ថាប្រទេសកម្ពុជាក្នុងរយៈពេលប្រហែលជា10ឆ្នាំចុងក្រោយគឺហាក់ដូចជាក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាហ៊ានចេញមុខច្រើនមកដែរហើយជាពិសេសតាំងពីសម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសសម្ដេចនរោត្តមសីហនុក៏លោកបានប្រកាសអំពីអ្នកស្រឡាញ់ភេទដូចគ្នាកាល2004សម្ដេចសីហនុបានប្រកាសសូមឲ្យមានអាពាហ៍ពិពាហ៍ស្របច្បាប់នៅប្រទេសខ្មែរអញ្ចឹងការលើកទឹកចិត្តឲ្យមានការគោរពសិទ្ធិមនុស្សនេះគឺបានធ្វើឲ្យក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាគាត់មានឱកាសក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនឯងហើយជាពិសេសពេលដែលមានប្រព័ន្ធអ៊ីនធឺណិតឬក៏ទូរស័ព្ទហ្នឹងបានចូលមកជនជាតិខ្មែរហ្នឹងសរុបទាំងមនុស្សស្រឡាញ់ភេទដូចគ្នាផងគាត់មានឱកាសក្នុងការទំនាក់ទំនងគ្នាដែលធ្វើឲ្យគាត់រកគ្នាឃើញថាពួកគាត់នៅម្ដុំណាខ្លះគាត់ជួបគ្នាយ៉ាងម៉េចចឹងងាកមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញតើចំនួនអ្នកដែលស្រឡាញ់ភេទដូចគ្នាបើយើងប្រៀបធៀបការពីមុនវិញណាចាស់ហើយនឹងឥឡូវនៅពេលឥឡូវរាជរដ្ឋាភិបាលក៏បានបើកចំហចំពោះអ្នកដែលស្រឡាញ់ភេទដូចគ្នាពីមុនគឺមិនទាន់មានការបើកចំហទេចាងាកមកកាន់ពេលបច្ចុប្បន្ននេះវិញបើយើងប្រៀបធៀបពីមុនតើចំនួនអ្នកដែលស្រឡាញ់ភេទដូចគ្នាមានច្រើនដែរឬទេចាខ្ញុំគិតថាចំនួនដែលគាត់ហ៊ានចេញមុខបានច្រើនជាងមុនជាពិសេសគឺនៅតំបន់ទីក្រុងតំបន់ដែលគាត់អាចស្វែងរកគ្នាបានដូចជាថ្មីហ្នឹងពួកយើងធ្វើថ្ងៃកាលពីខែ1ឬក៏ខែ12ឆ្នាំទៅពួកយើងប្រមូលអ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងទូទាំងប្រទេសមកជួបជុំគ្នាហើយពួកគាត់បានធ្វើការងារប្រកាសអំពីថាតើពួកគាត់នឹងមានជីវិតបែបណាខ្ញុំធ្វើការជាង5000គូបានអ្នកគាត់ឆ្លាញ់ភេទដូចគ្នានឹងរស់នៅជាមួយគ្នានឹងអ្នកខ្លះ50ឆ្នាំអ្នកខ្លះក្នុងសម័យខ្មែរក្រហមមានខ្មែរក្រហមរៀបអាពាហ៍ពិពាហ៍ឲ្យជាប្តីប្រពន្ធហើយជនជាតិដើមភាគតិចយើងមានគួយមួយគូមានក្រឹងមួយគូហើយមានចារាយមួយគូដែលគាត់រស់នៅជាមួយគ្នាអញ្ចឹងបើថាវាប្លែកដូចជាមិនប្លែកទេតែគ្រាន់តែការហ៊ានចេញមុខហ្នឹងគឺមនុស្សចាស់នៅលាក់មុខច្រើនតែបើមនុស្សដែលគាត់មានវ័យក្មេងគឺគាត់ហ៊ានចេញមុខជាពិសេសគាត់បង្កើត Facebook មួយឈ្មោះថា Sweet Love ដែលពេលដែលចូលទៅគឺពួកគាត់ទៅជែកគ្នាអំពីបញ្ហាជីវិតរបស់គាត់ឲ្យគ្នាទៅវិញទៅមកបានចាហើយមួយវិញទៀតនាងខ្ញុំចង់ដឹងអំពីការចូលរួមពីសំណាក់អ្នកឆ្លាញ់ភេទដូចគ្នានេះតែគាត់បានចូលរួមអ្វីខ្លះនៅក្នុងសង្គមយើងពេលបច្ចុប្បន្ននេះបាទខ្ញុំសូមលើកយកតែចំណុចសំខាន់2ឬក៏3ទេដែលគាត់បានចូលរួមសង្គមទី1គឺនៅក្នុងបរិបទសង្គមខ្មែរដោយសារតែខ្ញុំគិតថាសំណាងល្អដែលប្រទេសកម្ពុជាតាំងពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ហើយនិងច្បាប់គឺអត់មានដាក់ទោសអញ្ចឹងពួកគាត់
ban châu rùm bật chón đôi chỉ đại nhom ban chẹt hàng đám cứ miền quạt chỉ bọc lực rọt nắng cứ cục của xuông từng còn lấy nhom của phong để phơi ca cho con ai cả nắng túc ta nơi của xuông na khla nơi mình tì na khla nơi tam khai nắng đại miên hay nơi on cá sùng cung sự vơ của miên nơi crom hồn ai cái chôn của miên hay quạt miên một bò luôn anh quạt hồ xì một bò chắc đi cứ chỉ ca châu rùm chui chiết môi hay np bọc cồn mà nấy ai chăm chỉ vật luôn anh bàn hay chỉ bò rọt lỏ hay tí pí cứ quạt ban tới phơi ca nghe mình to su đầm bay tại chỉ vật luôn anh nhé quạt ban tới to su đầm bay chỉ vật nẹt tục mê độc ết cậu ma cầm pria hay cho nói thì bay trong cái cứ np được quạt lạnh phê đôi khi nó quạt mình ai bằng co cầm nát quạt mình ai bằng ca côn luôn anh bán chẳng quạt từ sông côn kia chấm với có vô côn bong ôn rồi bọc quạt nhưng mình chấm chẳng vì chỉ ca châu rùm cả mình thôi phiêu cây cron không sùng cung phòng đại cha lộc bẹ pon tình năng bành hà bình đòn nên nhom chẳng đằng pi hà nịp pay này nè đã cho chậtสลายเนี่ยเพศด้วยគ្នាตากอดไอประชมนึงปัญหาไอดาเรเต้แปะปอนตันนึงภายในสุขภาพก็โดยจิการรู้ในประจำថ្ងៃจ้ะบ่าย่อมก็ถ้าย่อมใจจีปีการประโยชน์ที่มวยคือพอลมันล้อจีวิเศษคือกรมบรอสลายเพศด้วยគ្នាกอดเมียนระเบียบในการรวมเพศบอกกอดคือเมียนการปะทอยกรุณะคลั่งเบอร์เพียบจงระเบียงการรวมเพศระเบียงบรอสตรีคือพวกการรวมเพศระบรอสลายเพศด้วยគ្នាนั้นคืออาจจะชมมกเราดอรัฐบาลนั่นคือประกาศกรมมนุษย์สังเพศด้วยគ្នាนั้นจีบใส่มนุษย์ปลอดสังเพศด้วยគ្នាนั้นคืออาจลองมีโรคเอดนั้นกำลังตีปีบรรทอนปีเนี่ยปลาเครื่องยินเนี่ยปลาเครื่องยินไหนจ๊ะกอดกำลังตีมวยบรอสลังบรอคือกำลังตีปีให้นังสตรีโดซีเพศกำลังตีใบจังนี่คือจีปะระบาดมวยได้กี่เท่าท่าฮานิเพย์ดอทมฮานิเพย์มวยที่คือมนุษย์ปลอดได้แต่งครูนสไลก็แต่งแต่ปลาวิธีซาจะเปล่งจันที่กอดจังเอาจมูกกอดสวยจังเอาปอกอดเป่าหรือก็มีตะเกียบโดยมนุษย์ไซจังกอดเธอโหวิธีซาจะเปล่งจันหรือก็กอดปลาเพื่อดำตรงกอดทมกอดอาจเล็ดนำโอเคนำออกโมนนึงดำไปกอดเป็นดำตรงการปีขายใบมีนสลับอันเนี้ยในเป็นตัวซีนึงกอดติงธนามาปีไทยให้กอดเล็บในเป็นแต่กอดเล็บตื้อคือขนมหยาเป็นใบเมานั่นคือกอดสลับเพียมจังเนี่ยได้แต่งโปรเตอร์ไซส์มีนฮันนิเพย์นงกามีนจึงือมหาริหรือก็มีนจึงือเซนโดยซาแต่กอดจังไอ้ครูนายเตยจิมนุสไซให้มนุษย์โปรมนุษย์ไซแต่งครูจะโปรนั่งกอดเพียเยี่ยมโรติงอาดำใบยมรบจังเตยทั่วไอ้ดำตรงบกอดนั่งมีนปัญหาได้กอดไตเน็ตโอยนัชชื่อดำตรงแต่ตามเพิดคือมูลเหตุนี้จังการได้กอดมันบานโยลปีปะระบอทัตตาทั่วแบบหน้ากอดมีนสวัสดิภาพนั่งคือทีมวยสังคมวัดบ้านบางจำพอที่เจ๊ขี้ท่าเปอร์เซ็นต์เบอร์กอดจังเพื่อกลูนแบบนั่งกอดเตยกับปลาวิธีซาแบบหน้าได้ละอ๋อบางมันจังที่เนี่ยได้บรรทอสลับในแต่การเมียนเนี่ยได้ตัวโรงพอปะปอวิจมีนในการเมียนให้จนในทีปีเดินจังอย่างท่าปัญหานี้คือเหมือนเม้นเมาปีกอดเพื่อกลูนจังที่เมาปีปัญหาการปะยาการสังคมในปีเด็กกอดอดเฮียนหนีเยี่ยปราบประพงมาได้กอดเฮียนหนีปราบเนี่ยที่จังกอดจียิมลุยเพื่อเรื่องแต่อาจหนึ่งปะทอยกรุณะทุนโหให้จนในจังกรอยในขนมการเมียนปัญหานี้คือจังือเพลย์จัดเป็นได้ขยมถ้วยกากระลองเมาส์ผู้ขยมถ้วยกานี้จัดดอกชนามเฮ้ยไอ้ขยมเตยกบไหลหนึ่งมันทานนองปรีพนมจมูกจนจีดามเปียเตจมันทานในขนมในเกาะในกระพงชนังคือยังตัวปอมีนทาปุกอดมีนปัญหาเพลย์จัดบางในท่านไปกอดดังนักหลุนไอ้เจียนนะกอดงอลโดยในกลุ่มเรียงจังกอดงอลนักหลุนไอ้นึ่งการเมาเพราะไม่ก็มีนจะรักใสจังกอดหาในขนมภูมินงคมนงวานกอดตัวรุ่นนงปรีกอดตัวรุ่นในไหลหน้าได้สังคมมือกอดขืนไอ้มีนเนี่ยคลาสเทียคือกอดเราโหดอสะเราบองตัวรวมเพจจมวยมารูปเส้นนำใบจังดังนักหลุนไอ้นั่งคือมันไอ้หลังเพจโดยเนียบ้านเนี่ยผู้สังคมมันตัวสกอลเลยจังหาปัญหาเพลย์จัดนั่งคือทนโง่เนไปด่าปกมาได้ดังบอกคอมเรียบกาโยนสอยตะกตัดกูดหรือก็ไวเถื่อบาปจ้าเงียบมากันนะเพลย์ฉบับเป็นมาดองนี่ขยมจังดังอัมพีทักกรมโลกนั่งช่วยกาเปียสมัยเนี่ยได้สลายเพศโดยคนี้นั่งโดยไม่ได้คลาไปคลาเตอร์ยื่มนุษย์ธรรมดาได้ปนไปคลาก็มีนาการชุลปกายคนี้จ้าสำหรับเนี่ยได้สลายเพศโดยคนี้ตามีนฉบับนาได้อาการเปียสัตว์ปุกกอดบานได้เตะจ้าบ่าย่อมก็ท่าสำนวนนั่งหล่อเหม็นเต้นไว้แต่พวกยืงมันชัวปะเตียกหลองเมานั่งคือมนุษย์ได้สลายเพศด้วยគ្នាนั่งคืออดเมียนฉบับได้ช่วยกาปีกอดเตะอุทิศทากอดกาเมื่อเซลไม่นี่ย่อมเมาปีกระโปรงชนังไว้นั่งกอดเติมโจสได้แต่ดังគ្នាให้กอดหนึ่งกาขายดอกนี่จังไปแต่กอดจับดามกาเนาะปกมาได้อัตซูสกอลเตะจังอดเมียนฉบับไปปูแต่ซัวเมพูเมคุ้มกอดท่าอดเมียนฉบับนาได้อันญาติเอามนุษย์สไลสลายสไลนั่งกาจมูกគ្នាบานปนายเมย์คุ้มก็อดเมียนกับเนื้อท่าห้ามอย่างไม่ปูอดเมียนฉบับหน้าห้ามท่านเนี่ยเองเบอร์เพจโดยគ្នាจังมันอาจกาบานปนายปะระบอดในขนมกาประโยชน์เพลย์ฉบับกอดเมียนแต่โปรให้หนึ่งใส่ก่อนยัยท่าจ
ជនជាតិខ្មែរដែលមានភេទពីរប្រុសនិងស្រីអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបានអញ្ចឹងការដែលគាត់មានចំនួនម្ដងអ្នកខ្លះគាត់នៅជាមួយគ្នា30-40ឆ្នាំហើយគាត់ចាប់ដើមបែកបាក់គ្នាផ្ទះអត់ដឹងបោះណាគេទេព្រោះគាត់រកស៊ីរួមគ្នាប៉ុន្តែតែមើលនៅក្នុងច្បាប់គាត់អត់មានចុះហេតាស៊ីវិលផងអញ្ចឹងការបែងចែកទ្រព្យសម្បត្តិហើយកូនដែលគាត់យកមកចិញ្ចឹមតាំងពីអាយុ3-4 ខែ7-8ថ្ងៃអញ្ចឹងកូននឹងក៏ពិបាកចែកគ្នាទៀតអញ្ចឹងការងារទាំងអស់នឹងពេលដែលសង្គមអត់បានជាពិសេសរដ្ឋាភិបាលអត់បានពន្លិចនៅច្បាប់នឹងទេគឺអ្នកដែលឈឺក្បាលឬក៏ពិបាកក្នុងការដោះស្រាយនឹងគឺមេភូមិមេឃុំនឹងឯងព្រោះគាត់អត់ដឹងថាតើធ្វើយ៉ាងម៉េចបើពីរនឹងរស់នៅជាមួយគ្នាតាំងពីសម័យខ្មែរក្រហមឬក៏មុនខ្មែរក្រហមមកហើយឥឡូវបែកគ្នាអញ្ចឹងគាត់មិនដឹងថាដោះស្រាយបែបណាហើយចំណុចមួយទៀតដែលខ្ញុំគិតថាសំខាន់នោះគឺពាក់ព័ន្ធទៅនឹងការដាក់កំហិតពីព្រោះច្បាប់មួយចំនួនហ្នឹងដែលបានយកអនុវត្តកន្លងមកហ្នឹងគឺខុសអំពីគោលការណ៍រាជរដ្ឋអង្គការសហប្រជាជាតិដែលកន្លងមកហ្នឹងគាត់មានបានធ្វើការទៀមទាច្រើនសម្រាប់អ្នកតាំងភេទគ្នានៅលើពិភពលោកហើយសរុបទាំងប្រទេសខ្មែរផងដែរអញ្ចឹងអ្វីដែលពួកយើងបានធ្វើការងារជាមួយគ្នាគឺច្បាប់ហ្នឹងគឺមិនបានយកមកជជែកវែកញែកនៅក្នុងគ្រប់ស្ថាប័នរដ្ឋាភិបាលទេបើទោះបីជាក្រសួងកិច្ចការនារីគឺបានដាក់បញ្ចូលនៅក្នុងផែនការពី5ឆ្នាំ2013ដល់2017ក្រសួងយុតិធធម៌បានកែប្រែច្បាប់មួយចំនួនហើយនឹងទីស្តីការគណៈរដ្ឋមន្ត្រីគឺបានឲ្យពួកយើងធ្វើការស្រាវជ្រាវថាតើការអ្នកស្រាវជ្រាវគ្នានឹងមានទស្សនវិជ្ជាបែបណាអញ្ចឹងទីស្តីការគណៈរដ្ឋមន្ត្រីគឺហាក់ដូចជាបើកចំហនៅក្នុងការធ្វើការសិក្សាស្រាវជ្រាវនេះចាអរគុណលោកជាចុងក្រោយនេះតើលោកមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យយល់ច្បាស់អំពីអ្នកដែលស្រឡាញ់ភេទដូចគ្នានេះចាបាទជាដំបូងអរគុណបងហើយអរគុណទូ CNC ដែលតែងតែផ្ដល់ឱកាសឲ្យពួកខ្ញុំក្នុងការបញ្ចេញនៅសម្លេងបញ្ចេញនៅយោបល់ដើម្បីបញ្ឈប់នៅរាល់ទម្រង់នៃការរើសអើងការមើលងាយនឹងការសម្លាប់ដោយប្រយោលអំពីសំណាក់សង្គមទូទៅមួយចំនួនតូចហ្នឹងហើយខ្ញុំសូមផ្ដាំទៅឲ្យមនុស្សដែលស្រឡាញ់ភេទដូចគ្នានឹងព្យាយាមអនុវត្តការងារដែលយើងបានធ្វើកន្លងមកដែលអាចជួយសង្គមបានសរុបទាំងពីព្រោះយើងគិតថាមនុស្សដែលអាក្រក់គឺមនុស្សដែលបំផ្លាញជាតិបំផ្លាញសង្គមលួចឆក់ប្លន់គេទៅប្រើប្រាស់គ្រឿងញៀនទៅសេពគប់ធ្វើយ៉ាងណាឲ្យមានចលាចលនៅក្នុងសង្គមប៉ុន្តែពួកអ្នកទាំងអស់គ្នាគឺមិនមានគ្រាន់តែការស្រឡាញ់ហ្នឹងខ្ញុំគិតថាគឺជារឿងល្អការស្អប់